បាទសួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះខ្ញុំចង់មកចែករំលែកទាក់ទងនឹងការបង្កើតប្រាស់នៅក្នុងកម្មវិធី Adobe Photoshop វិញម្ដងអញ្ចឹងពីមុនខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាពីរបៀបបង្កើតប្រាស់នៅក្នុងកម្មវិធី Alas ដើម្បីយកមកប្រើប្រាស់ក្នុងការគូសអក្សរអីផ្សេងៗផងដែរអញ្ចឹងឥឡូវយើងមកមើលកម្មវិធី Adobe Photoshop វិញម្ដងតើការបង្កើតប្រាស់យើងបង្កើតធ្វើម៉េចដើម្បីយកវាទៅប្រើប្រាស់បានហើយមួយវិញទៀតនោះគឺខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាពីរបៀបបង្កើត down ប្រាស់ហើយនឹង import វាចូលយកមកប្រើបានអញ្ចឹងទី1ខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាទៅមើលពីរបៀបបង្កើតប្រាស់យកមកប្រើសិនអូខេតោះអញ្ចឹងទី1អ្នកទាំងអស់គ្នាគ្រាន់តែបង្កើតទម្រង់ប្រាស់ដែលអ្នកទាំងអស់គ្នាចង់បានអញ្ចឹងអ្នកទាំងអស់គ្នាអាចយកជាទម្រង់ shape ឬអីផ្សេងយកមកប្រើអញ្ចឹងណាមកគូសទម្រង់ដែលអ្នកទាំងអស់គ្នាចង់បានអញ្ចឹងទៅឬអ្នកទាំងអស់គ្នាអាចបង្កើតទម្រង់ផ្សេងពី shape ក៏បានយករូបអីផ្សេងយកមកគូសមានថាយើងអាចប្រើប្រាស់ tool អីផ្សេងយកមកគូសក៏បានដូចគ្នាអញ្ចឹងណាចឹងខ្ញុំចាក់ពណ៌វាមួយសិនបាទចឹងយើងបង្កើតទៅតាក់ពណ៌អីក៏បានស្រេចតែយើងត្រូវការទេអាហ្នឹងណាបាទចឹងខ្ញុំធ្វើតម្រង់បែបនេះវិញអូខេខ្ញុំបង្កើត layer ថ្មីមួយហើយខ្ញុំគូសជារង្វង់មូលមួយហើយខ្ញុំចាក់ពណ៌ដែលខ្ញុំស្រឡាញ់មួយមកអូខេតែខ្ញុំចង់បានវាជាលក្ខណៈបណ្ដុំគ្នាច្រើនចឹងខ្ញុំ copy វាចេញបាទចឹងណាចឹងខ្ញុំបរិចបរួមទំហំខ្លះខ្ញុំយករៀងទូជាងហ្នឹងបាទអូខេអញ្ចឹងខ្ញុំបានប៉ុណ្្នឹងហើយបន្តមកអញ្ចឹងមើលវាចូល layer តែមួយណាអ្នកនរគ្នាបន្តមកដើម្បីអាចបញ្ចូលទៅក្នុងប្រាស់របស់យើងនេះបាននេះនៅក្នុងនេះដើម្បីយើងអាចប្រើប្រាស់នឹងបានអញ្ចឹងអ្នកនរគ្នាគ្រាន់តែចូលនៅលើ layer មួយហ្នឹងហើយចូលទៅលើពាក្យ edit យកពាក្យថា define brush preset អញ្ចឹងពេលយើងចុចលើវាឲ្យយើងដាក់ឈ្មោះអញ្ចឹងតែអ្នកនរគ្នាវាអត់បង្ហាញនៅក្នុងទម្រង់ខាងនេះវាអត់បង្ហាញជាឈ្មោះទេវាបង្ហាញជាលេខអញ្ចឹងអ្នកនរគ្នាមើលលេខនេះអញ្ចឹងប្រាស់របស់យើងលេខប៉ុន្មានចាំយើងចុចយកវាមកប្រើវិញធម្មតាបាទឈ្មោះដាក់មិនដាក់ក៏បានដែរអូខេបាទអញ្ចឹងបន្ទាប់មកយើងបានវាហើយអញ្ចឹងយើងចង់យកវាមកប្រើយើងធ្វើម៉េចអញ្ចឹងអ្នកនរគ្នាគ្រាន់តែចុចកន្លែងប្រាស់មករើសប្រាស់នេះសិនណាបាទប្រាស់ធូរយើងមកនេះអញ្ចឹងឈ្មោះប្រាស់របស់យើងលេខគេដាក់លេខ10 54អញ្ចឹងយកវាមកប្រើបានព្រោះចាំយើងដូរពណ៌ដូរអីតាមដែលយើងត្រូវការតែយើងយកមកច្នៃវានៅក្នុង poster របស់យើងណាបាទអានេះគឺរបៀបបង្កើតប្រាស់ខ្លួនឯងចោះយើងចង់ប្រើមានថាយើងចង់ទៅ down ប្រភេទប្រាស់ផ្សេងយកមកប្រើអញ្ចឹងគឺខ្ញុំមាន website មួយសម្រាប់ចែករំលែកអ្នកទាំងអស់គ្នាបាទគ្នាមើលសិនទៅខ្ញុំត្រូវការ down ប្រភេទទម្រង់បែបនេះយកមកប្រើអញ្ចឹងខ្ញុំរើសវាដាក់ទីតាំងដែលខ្ញុំត្រូវការប្រើអូខេចឹងនៅក្នុងវីដេអូមកបាទអញ្ចឹងយើងបានហើយបន្ទាប់មកយើងយកវាមកតម្លើងប្រើអញ្ចឹងយើងចូលទៅប្រាស់របស់យើងសិនមកដោយសារវាជាប្រភេទ Fara អញ្ចឹងយើងពន្លាតវាចេញសិនអូខេខ្ញុំ down មិញនេះប្រភេទប្រាស់ខ្ញុំអញ្ចឹងយើង down បានហើយអញ្ចឹងនេះក៏ទៅ file ប្រាស់របស់យើងអញ្ចឹងយកវាមកតម្លើងមកអញ្ចឹងរបៀបតម្លើងអ្នកទាំងអស់គ្នាចូលទៅក្នុងប្រាស់ដដែលបាទអ្នកទាំងអស់គ្នាចូលផ្នែកខាងលើនេះប្រាស់ហើយផ្នែកខាងលើនេះចុចសញ្ញានេះមកអូខេឃើញកន្លែងខ្ចៅអញ្ចឹងចុចកន្លែងខ្ចៅមកយកពាក្យថា import ប្រាស់បាទអញ្ចឹងទៅរកប្រាស់របស់យើងមក
Sang tụcក្នុង 3D អូខេហើយឈ្មោះពលាតមិញអ្នកនរគ្នារកសិនមកនេះអូខេអញ្ចឹងចុចលើវាមកហើយ load វាចូលមកអញ្ចឹងយើងបានប្រាស់នឹងមកប្រើហើយអញ្ចឹងមើលមកអញ្ចឹងវាប្រាស់ហ្នឹងវាមានជាម៉ូដផ្សេងគ្នាអញ្ចឹងពេលយើងដោនមកវាមានប្រភេទច្រើនចូលក្នុងដូចគ្នាអញ្ចឹងអ្នកនរគ្នាអាចយកវាមកប្រើតាមតម្រូវការអ្នកនរគ្នាចង់បានអញ្ចឹងណាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការចែករំលែកបើមានចម្ងល់អីផ្សេងអ្នកទាំងអស់គ្នាអាច comment នៅខាងក្រោមវីដេអូខ្ញុំបានអរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមដល់ចប់